យប់សំដំណេកឆាងយូប្រទេសឃើញស៊ីចឹងកំពុងតែលួចលេបថ្នាំទៀតហើយនាងបំរុងនឹងជួយតែស៊ីចឹងបដិសេធដោយយកលេសថាប្រុសស្រីមិនគួរប៉ះពាល់គ្នាប្រុសស្រីមិនគួរប៉ះពាល់គ្នាអីថ្ងៃមុនពួកយើងមិនមែនធ្លាប់ថាគ្នាទេអីតែខ្ញុំថាមិញនេះមិនមែនរឿងថាបនឹងទេគឺពេលខ្ញុំលីអ្នកចេញពីក្នុងព្រឹងនោះនឹងរកថាប៉ះពាល់គ្នាដែរមែនទេកុំបារម្ភខ្ញុំគ្មានបំណងអាក្រក់លើអ្នកទេរបួសពេញខ្លួនបែបនេះទោះខ្ញុំមានបំណងអាក្រក់ក៏ធ្វើអីមិនកើតដែរឆាងយូភ្លាត់មាត់និយាយរឿងក្នុងចិត្តទៀតហើយពេលបដូរថ្នាំទើបនាងឃើញស៊ីចឹងមានរបួសពេញខ្លួននាងគិតថាអ្នកផ្សេងធ្វើជាអ្នកការពារទំនិញពឹងលើក្បាច់គុណឯស៊ីចឹងធ្វើជាអ្នកការពារទំនិញពឹងលើប្រេងវាសនានាងគិតថាត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតសម្រាប់ជ្រូកឲ្យបានច្រើនដើម្បីចិញ្ចឹមស៊ីចឹងពាក្យថាចិញ្ចឹមគេជារបស់នាងធ្វើឲ្យស៊ីចឹងចាប់ផ្ដើមមានអារម្មណ៍ច្រណែនពេលឆាងយូបំរុងនឹងដើរចេញសៀវភៅតម្រាស្នេហាធ្លាក់មកធ្វើឲ្យស៊ីចឹងភ្ញាក់ផ្អើលឆាងយូដែលកំពុងអៀនក៏ប្រញាប់ចោទប្រកាន់គេវិញឆ្លៀតពេលស៊ីចឹងកំពុងភ្លៀងភ្លាត់ក៏ប្រញាប់ទាញសៀវភៅនោះយកទៅបោះចោលនឹកស្មានមិនដល់ត្រូវអ៊ំប្រុសនាងដែលលួចមើលរើបានតាមពិតពួកគេសង្ស័យថាការដែលឆាងយូយកប្តីចូលផ្ទះគឺជាការក្លែងបន្លំដើម្បីបោកប្រាស់តុលាការការពារផ្ទះទេមិនខុសពីការរំពឹងទុកសម្លេងរំខានរបស់ពួកគេត្រូវឆាងយូចាប់ថ្នាក់បានពេលដឹងថាមានគេលួចមើលដើម្បីកុំឲ្យគេដឹងថាពួកគេជាប្តីប្រពន្ធក្លែងក្លាយស៊ីចឹងក៏ប្រើស្រមោលកាត់បង្អួចធ្វើជាទស្សនវិជ្ជាដែលប្តីប្រពន្ធកំពុងតែស្រឡាញ់គ្នាឲ្យអ៊ំប្រុសមើលតែតាមពិតគឺឆាងយូគ្រាន់តែជួបខ្លួនស៊ីចឹងប៉ុណ្ណោះដើម្បីឲ្យកាន់តែដូចពិតស៊ីចឹងឲ្យនាងទ្រោពីលើគេរហូតដល់ចម្ងាយដែលអាចថាប់គ្នាបានបន្ទាប់មកស៊ីចឹងក៏ឲ្យនាងផ្លុំពន្លត់ទៀនអ៊ំប្រុសដែលនៅចង់មើលបន្តក៏ត្រូវនាងជិះទឹកដាក់ពេញមុខថែមទាំងជាប្រតិក្តាសាទៀតផងមកលួចស៊ីសាច់ផ្ទះខ្ញុំទៀតហើយឬបើមិនមែនជាឆ្មាតាអ្នកណានៅខាងក្រៅពិតជាសត្វត្រឆានមែនគ្មានគេខ្មាស់តតែសោះសំណាងល្អល្បិចនេះអាចបោកប្រាស់ប្តីប្រពន្ធអ៊ំប្រុសនាងបានទើបតែរៀបការបានមួយថ្ងៃឆាងយូក៏ប្រញាប់ចេញទៅបើកហាងរកលុយបាត់ឃើញជនភៀសខ្លួនតាមដងផ្លូវត្រូវគេចាប់ខ្លួនបញ្ជូនទៅសមរភូមិភ្លាមនោះនាងក៏មានអារម្មណ៍ភ័យខ្លាចប្រញាប់ពឹងពូវាងឲ្យជួយធ្វើលិខិតស៊ីចឹងដើម្បីបញ្ជាក់អត្តសញ្ញាណរបស់គេដោយសារពូវាងមិនយកលុយធ្វើលិខិតឆាងយូក៏សប្បាយចិត្តប្រញាប់ទៅលុះម្ជុលសក់ដែលនាងបញ្ចាំតែម្ជុលសក់នោះត្រូវគេលក់បាត់ទៅហើយថៅកែហាងបញ្ចាំមានគំនិតអាក្រក់បោកប្រាស់នាងសរសេរអក្សរតូចល្អិតបញ្ជាក់ថាបើមិនលុះក្នុងរង្វង់10ថ្ងៃគឺដាច់ហើយនាងមានអារម្មណ៍កំសត់ដោយមិនដឹងខ្លួននាងក៏នឹកឃើញដល់កាលពីក្មេងកាលនោះដើម្បីលួងលោមនាងឪពុកនាងបានយកស្ករគ្រាប់ទៅលាក់ដើម្បីកុំឲ្យស្រមោចស៊ីហើយលួងនាងថារាល់បញ្ហាសុទ្ធតែអាចដោះស្រាយបានហត់អាចសម្រាកបានតែផ្លូវនៅតែត្រូវបន្តដើរមេឃធ្លាក់មកមានអ្នកខ្ពស់ទប់ឲ្យទោះមានរឿងអ្វីក៏ត្រូវហូបឲ្យឆ្អែតដេកឲ្យលក់ដែរពេលឃើញស្ករគ្រាប់ដែលធ្លាប់លាក់ទុកភាពក្រៀមក្រំរបស់នាងក៏រលីបាត់អស់តែនឹកស្មានមិនដល់ពេលត្រឡប់មកដល់ផ្ទះក៏ជួបគ្រួសារសុងមកនាំរឿងចង្រៃទៀតតាមពិតសុងយ៉ានបានទៅតង់ទាមកូនស្រីលោកមេស្រុកម្ដាយគេក៏យកលុយប៉ុន្មានកាក់មកដើម្បីលុះយកលិខិតភ្ជាប់ពាក្យវិញចង់កាត់ផ្ដាច់ទំនាក់ទំនងជាមួយនាងលុយប៉ុណ្ណេះតែគ្រួសារខ្ញុំជំពាក់អ្នកឯងប៉ុន្មានឲ្យប្រកបទៅម្យ៉ាងទៀតរឿងនេះវាកើតឡើងតាំងពីពេលណាមានអ្នកណាបានឃើញខ្លះឃើញឆាងយូត្រូវមនុស្សអាក្រក់ធ្វើបាបនាងក៏ប្រញាប់ត្រឡប់ទៅផ្ទះហៅស៊ីចឹងមកជួយអ្នកណាហ៊ានធ្វើបាបបងស្រីខ្ញុំបងថ្លៃមកជួយបងស្រីហើយនរណាគេក៏គ្រាន់តែជាប្តីរបស់ឆាងយូគឺវានឹងគ្រាន់តែជាមនុស្សខ្វិនសោះតែមនុស្សខ្វិនក្នុងភ្នែកគាត់បែរជាជន់ឈ្លីកិត្តិយសគាត់ដល់ដីនៅចំពោះមុខអ្នកគ្រប់គ្នាស៊ីចឹងទម្លាយការពិតអំពីគុណបំណាច់តែគ្រូសាហ្វេនមានចំពោះគ្រូសាសុងរាប់ឆ្នាំមកនេះធំដល់ទិញក្តាររំឈូសតូចដល់ក្រណាត់អនាម័យពេលអ្នកចិត្តខាងរឿងផ្ទាល់ខ្លួនដល់ថ្នាក់នេះក៏ទ្រាំមើលទង្វើរបស់ម្ដាយកូនគ្រូសាសុងមិនបានអាងតែសុងយ៉ានពេលនេះប្រឡងជាប់ជាអ្នកប្រាជ្ញក៏បំភ្លេចគុណបំណាច់ចោលដើម្បីមុខមាត់សុងយ៉ាននិយាយទាំងមិនសូវហ៊ានថាគេនឹងសងលុយដែលជំពាក់គ្រូសានាងឲ្យអស់តែពេលឮថាជំពាក់ដល់ទៅ30ដំឡឹងប្រាក់ក៏ងាកមកត្អូញត្អែថាគ្មានលុយវិញសរសេរលិខិតជំពាក់ប្រាក់ក៏ថាគ្មានទឹកខ្មៅស៊ីចឹងឲ្យគេខំរៀមដៃផ្ដិតមេដៃក៏អាចធ្វើជាលិខិតជំពាក់ប្រាក់បានដែរសុងយ៉ានតច្រកក៏បង្ខំចិត្តខំរៀមដៃតែនឹកស្មានមិនដល់កូនស្រីមេស្រុកដែលលងស្រឡាញ់គេចេញមុខមកសងលុយជំនួសគេទៅវិញដោយសំអាងថាគេជាអ្នកប្រាជ្ញរាជការមិនអាចឲ្យមនុស្សស្រឡាញ់តែលុយមកធ្វើបាបបានទេនេះគឺ50ដំឡឹងប្រាក់ឯងរើសទៅនាងស្ម័គ្រចិត្តរើសយកលុយ30ដំឡឹងប្រាក់ដែលគេជំពាក់ផ្ទះនាងលុយដែលលើនេះចាត់ទុកថាជាការប្រាក់ទៅចុះយ៉ាងណាមិញភាពថ្លៃថ្នូររបស់អ្នកក៏គ្មានតម្លៃអីដែរខ្វះមួយកាក់គឺជំពាក់ខ្ញុំលើមួយកាក់គឺមើងងាយខ្ញុំកុំនិយាយទៀតថាគាត់មិនដឹងរឿងនេះការវាយប៉ករបស់ឆាងយូធ្វើឲ្យកូនស្រីមេស្រុកប្រមាត់មិនរួចតែការស្រែកលោឡារបស់នាងមិនពាក់ព័ន្ធនឹងឆាងយូទេពេលឃើញឆាងយូលាក់ខ្លួនយំម្នាក់ឯងស្មានថានាងយំដោយសារសុងយ៉ានស៊ីចឹងក៏ចូលមកលួងលោមនាងរាល់ឆ្នាំមានអ្នកប្រាជ្ញរាជការកើតឡើងមិនតិចទេសុងយ៉ានម្នាក់នេះវាជាស្អីទៅការពិតឆាងយូយំមិនមែនដោយសារសុងយ៉ានទេតែដោយសាររំជួលសក់ម្ដាយនាងរកមិនឃើញវិញឲ្យតែនឹកដល់ថៅកែហាងចិត្តខ្មៅយកទៅលក់ឲ្យបរិះល្ងងណាម្នាក់ឆាងយូចង់តែពុះក្បាលបរិះនោះមើលចង់ដឹងណាស់ថាខាងក្នុងមានផ្ទុកអាចឆ្កៃអ្វីឲ្យតែ20ដំឡឹងប្រាក់គេអាចធ្វើត្រីសូបាន3ទៅហើយតែភ្លាមនោះម្ជុលសក់ដែលនាងចង់បានក៏លេចឡើងនៅចំពោះមុខស៊ីចឹងពន្យល់ថាគេសរសេរកំណាព្យឲ្យលក់បានលុយទើបទៅលុះម្ជុលសក់នេះមកវិញតាមពិតមិនបាច់លក់កំណាព្យឲ្យដើម្បីយកលុយមកផ្គត់ផ្គង់គ្រួសារទេខ្ញុំបានប្រាប់ហើយថាខ្ញុំអាចសម្លាប់ជ្រូកចិញ្ចឹមអ្នកបានទង្វើស្មោះត្រង់ម្ដងហើយម្ដងទៀតរបស់ឆាងយូធ្វើឲ្យបេះដូងស៊ីចឹងចាប់ផ្ដើមមានអារម្មណ៍ប្រចាំម្ដងបន្តិចគេផ្ទាល់ដៃដល់រំជោលសក់នេះនៅលើសក់របស់ឆាងយូអ្នកទាំងពីរមាននិស្ស័យនឹងគ្នាដោយសាររំជោលសក់មួយនេះហើយក៏ចាប់ផ្ដើមពាក់ព័ន្ធគ្នាមួយជីវិតទៅ